ទឹមស garlic ដែលត្រូវបានគេប្រសិទ្ធនាមថាជាស្ដេចឱសថបុរាណឬថ្នាំផ្សះធម្មជាតិ natural antibiotic ខ្ទឹមសមិនត្រឹមតែជាគ្រឿងទេសបង្កើនរសជាតិម្ហូបនោះទេប៉ុន្តែវាជាមើមរុក្ខជាតិដែលមានឥទ្ធិពលខ្លាំងក្លាបំផុតក្នុងការការពារនិងព្យាបាលជំងឺខាងក្រោមនេះជាសារធាតុសំខាន់ៗគុណប្រយោជន៍និងមូលហេតុដែលយើងគួរញ៉ាំខ្ទឹមស TKH the king of herbs មើមខ្ទឹមស 1. សារធាតុសំខាន់ដែលមានក្នុងខ្ទឹមសនៅពេលយើងដំឬចិញ្ច្រាំខ្ទឹមសវាជំរុញឲ្យកើតមានប្រតិកម្មគីមីបង្កើតបានជាសារធាតុពិសេសដូចជា allicin នេះជាសារធាតុសកម្មសំខាន់បំផុតនិងជាអ្នកបង្កើតក្លិនឆួលរបស់ខ្ទឹមសវាមានសមត្ថភាពកម្ចាត់មេរោគបាក់តេរីវីរុសនិងផ្សិតយ៉ាងស័ក្តិសិទ្ធិ sulfur compounds សារធាតុស្ពាន់ធ័រដែលជួយក្នុងការបន្សាបជាតិពុលក្នុងរាងកាយនិងការពារកោសិកាវីតាមីននិងជាតិរ៉ែសម្បូរទៅដោយវីតាមីន C វីតាមីន B6 manganese និង selenium 2. គុណប្រយោជន៍និងការជួយព្យាបាលជំងឺព្យាបាលនិងបង្ការជំងឺលើសឈាម hypertension សារធាតុក្នុងខ្ទឹមសជួយឲ្យសរសៃឈាមរីកធំនិងសម្រាលសម្ពាធឈាមការសិក្សាជាច្រើនបង្ហាញថាការញ៉ាំខ្ទឹមសអាចបញ្ចុះសម្ពាធឈាមបានល្អមិនចាញ់ថ្នាំពេទ្យមួយចំនួនឡើយបញ្ចុះជាតិខ្លាញ់អាក្រក់ LDL cholesterol ខ្ទឹមសជួយកាត់បន្ថយកម្រិតកូលេស្តេរ៉ុលសរុបនិងខ្លាញ់អាក្រក់ដែលជួយការពារការកកស្ទះសរសៃឈាមបេះដូងនិងកាត់បន្ថយហានិភ័យជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល stroke ប្រយុទ្ធប្រឆាំងនឹងជំងឺផ្ដាសាយនិងគ្រុនក្តៅការញ៉ាំខ្ទឹមសជាប្រចាំជួយកាត់បន្ថយឱកាសនៃការកើតជំងឺផ្ដាសាយរហូតដល់ 60% ហើយបើទោះជាកើតក៏ជួយឲ្យឆាប់ជាសះស្បើយជាងមុនដែរពង្រឹងប្រព័ន្ធភាពស៊ាមនិងប្រឆាំងមហារីកសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ក្នុងខ្ទឹមសជួយការពារកោសិកាមិនឲ្យខូចខាតនិងកាត់បន្ថយហានិភ័យនៃជំងឺមហារីកជាពិសេសមហារីកក្រពះនិងពោះវៀនធំបន្សាបជាតិពុលពីរាងកាយ detoxification សារធាតុស្ពាន់ធ័រក្នុងខ្ទឹមសជួយការពារសរីរាង្គជាពិសេសថ្លើមពីការបំផ្លាញដោយលោហៈធ្ងន់ដូចជាជាតិសំណល់ជាដើម 3. មូលហេតុដែលយើងត្រូវញ៉ាំខ្ទឹមសដើម្បីព្យាបាលវាជាខែលការពារនិងជាថ្នាំសម្រាប់មេរោគធម្មជាតិវាមានប្រសិទ្ធភាពសម្រាប់មេរោគផ្ទាល់ broad spectrum antimicrobial ខុសពីថ្នាំផ្សះគីមីដែលសម្លាប់តែបាក់តេរីសារធាតុ allicin ក្នុងខ្ទឹមសអាចប្រយុទ្ធបានទាំងបាក់តេរីវីរុសនិងមេរោគផ្សិតដោយមិនធ្វើឲ្យមេរោគស៊ាំនឹងថ្នាំនោះទេសម្អាតនិងពង្រឹងប្រព័ន្ធសរសៃឈាមមូលហេតុចាំបាច់នៃជំងឺមនុស្សចាស់គឺសរសៃឈាមឡើងរឹងឬស្ទះខ្ទឹមសដើរតួដូចជាអ្នកសម្អាតផ្លូវឈាមធ្វើឲ្យឈាមរត់ស្រឡះនិងបត់បែនបានល្អងាយស្រួលរកនិងមានប្រសិទ្ធភាពសេដ្ឋកិច្ចវាជាឱសថដ៏មានឥទ្ធិពលដែលអាចរកបាននៅក្នុងផ្ទះបាយគ្រប់ពេលក្នុងតម្លៃសមរម្យ 2. គន្លឹះសំខាន់ក្នុងការញ៉ាំដើម្បីព្យាបាលដើម្បីទទួលបានសារធាតុ allicin ខ្ពស់បំផុតអ្នកគួរដំឬចិញ្ច្រាំខ្ទឹមសរួចទុកចោល10នាទីមុននឹងយកទៅញ៉ាំស្រស់ឬយកទៅចម្អិនការទុកចោលនេះជួយឲ្យសារធាតុឱសថកើតឡើងបានពេញលេញបើខ្លាយធំក្លិនមាត់អ្នកអាចញ៉ាំវាជាមួយទឹកឃ្មុំឬទំពាស្លឹកជីអង្កាមឬផឹកទឹកដោះគោតាមក្រោយតើអ្នកចង់ឲ្យខ្ញុំរៀបរាប់ពីបន្លែឬរុក្ខជាតិណាផ្សេងទៀតដូចជាម្រះការ៉ុតឬស្លឹកគ្រៃបន្តទៀតដែរឬទេ